រឿងគ្រូឆោតសិស្សខិលមានរឿងមួយដំណាលថាមានភិក្ខុមួយអង្គគង់នៅវត្តមានកូនសិស្សតែម្នាក់ឈ្មោះអាភ្លូញខិលណាស់គ្រូល្ងងណាស់ឆោតច្រើនគ្មានឧបាសកឧបាសិកាណារាប់អានយកចង្ហាន់ស្លាបារីទៅប្រគេនឬនិមន្តលោកនោះមកឆាន់ផ្ទះដងម្ដងឡើយលោកនោះក្រលំបាកពន់ពេកតែលោកមានដំរីមួយថ្ងៃមួយលោកនោះពិចារណាថាសពថ្ងៃនេះគ្មានឧបាសកឧបាសិកាគេប្រគល់វត្ថុអ្វីឆាន់សោះបើដូច្នេះគូអញទិញវត្ថុផ្សេងយកមកទុកឆាន់កុំឲ្យលំបាកគិតដូច្នោះហើយក៏ប្រាប់កូនសិស្សថាអាភ្លូញអញចាប់ដំរីមកហើយឯងទៅផ្សារនឹងអញរកទិញវត្ថុផ្សេងយកមកទុកឆាន់កូនសិស្សទៅចាប់ដំរីបានមកគ្រូនិងសិស្សក៏ឡើងជិះដំរីទៅផ្សារលុះទៅដល់គ្រូប្រាប់កូនសិស្សថាអញទិញវត្ថុអ្វីដែលទុកបានយូរមិនខូចអាភ្លូញជាសិស្សក៏ទិញអំបិលមួយចុងច្រកការុងស្រេចគ្រូឃើញសួរថាហេតុដូចម្ដេចក៏ឯងទិញតែអំបិលមិនទិញត្រីឆ្អើរត្រីងៀតផងកូនសិស្សទូលថាអំបិលទុកបានយូរមិនចេះខូចបានជាខ្ញុំព្រះករុណាទិញគ្រូឆោតល្ងងណាស់ក៏ស្ងៀមគ្រូឡើងបរដំរីមកវិញសិស្សរែកអំបិលដើរពីក្រោយដល់ពាក់កណ្ដាលផ្លូវគ្រូមើលទៅសិស្សឮសូរដងរែកដូចជាស្រួលក៏សួរថាអាភ្លូញអញមើលទៅឯងរែកអំបិលដូចជាស្រួលឬយ៉ាងណាសិស្សទូលថាព្រះករុណាស្រួលណាស់ហើយស្រាលផងលោកគ្រូប្រាប់សិស្សថាអញជិះដំរីវិញអញរែកអំបិលដើរក្រោយលោកគ្រូថាហើយចុះពីលើដំរីមកសិស្សក៏ឡើងជិះដំរីទៅលោកគ្រូប្រាប់ថាអញបរដំរីទៅចាំអញមកឡប់ឈើមុខទៅសិស្សបរដំរីទៅដល់មកឡប់ឈើក៏មិនឈប់ចាំគ្រូបររហូតដល់វត្តលោកគ្រូរែកអំបិលដើរតាមក្រោយដោយអំបិលនោះធ្ងន់ណាស់លោកគ្រូរែកឈប់បែរមើលទៅសិស្សមិនឃើញក៏គិតថាចាំក្រោយសំណំសិស្សមកយកចោះហើយយកអំបិលទៅលាក់ក្នុងព្រៃមុននឹងលាក់លោកគិតថាទីនេះបើប្រសិនជាមានគេដើរមកចំរកឃើញគេនឹងយកអំបិលនេះអស់មិនខានគួរតែរកទីណាដែលកំបាំងភ្នែកអ្នកទាំងពួងគឺមានតែក្នុងទឹកទើបគេមើលមិនឃើញហើយក៏យកអំបិលទាំងពីរការុងទៅលាក់ពុកក្នុងទឹកហើយដើរទៅលុះដល់សួរសិស្សថាហេតុដូចម្ដេចក៏ឯងមិនចាំអញសិស្សទូលថាខ្ញុំព្រះករុណាបកដំរីមកព្រំចាំលោកគ្រូដែរតែដំរីមិនព្រមចាំសោះអង្វរដូចម្ដេចក៏វាមិនព្រមវាប្រឹងដល់វត្តទើបឈប់សិស្សសួរគ្រូថាលោកគ្រូទុកអំបិលនៅឯណាគ្រូប្រាប់ថាអញលាក់ទុកនៅទីឯណាអញកាត់ដើមឈូកដោកជាសម្គាល់ព្រឹកឡើងនាំកូនសិស្សទៅយកអំបិលវិញលុះដល់ប្រាប់សិស្សថាអញលាក់ទុកក្នុងត្រពាំងនេះសិស្សលាន់មាត់ថាម៉ែអើយវារលាយអស់ហើយអាភ្លួញក៏ចោះទៅយកអំបិលលើកការុងទាំងពីរឡើងរលាយអស់គ្មានសល់ចំណងដែលចងមាត់ការុងដាច់អស់ឃើញតែត្រីកញ្ចុះមួយនៅក្នុងការុងនោះសិស្សទូលលោកគ្រូថាមានត្រីកញ្ចុះមួយនៅក្នុងការុងវាស៊ីអំបិលអស់ហើយយកត្រីនិងការុងប្រគេនគ្រូមើលលោកគ្រូឃើញត្រីខាងណាស់ក៏ទះកំភ្លៀងមុតដៃនឹងក្នុងត្រីជាប់ពីត្រីចាប់ពើតឈឺខ្លាំងពេកលោកគ្រូថាឯងចាប់ត្រីដកផ្ចង់វាឆាប់ត្បាត់អញឈឺណាស់សិស្សក៏ចាប់ដកទាញស្ទើរតែមិនរួចលុះដករួចឈាមហូរជាខ្លាំងពីត្រីរឹតតែឈឺខ្លាំងឡើងលោកគ្រូនាំកូនសិស្សទៅវត្តវិញយកទាំងការុងនិងត្រីកញ្ចុះទៅផងដល់វត្តប្រាប់សិស្សថាអាភ្លូញឯងដាំបាយមួយឆ្នាំងអាំងត្រីកញ្ចុះនេះឲ្យឆ្អិនជាឆាប់អញនឹងឆាន់លុះពីស្អនចាប់ពើតលោកគ្រូក៏សងំឈឺលុះទៅឯអាភ្លូញក៏ដាំបាយអាំងត្រីឆ្អិនហើយបរិភោគអស់ទុកតែបាយមួយពំនោកនិងឆ្អឹងត្រីក្នុងចានគ្របតែវាគ្របមិនឲ្យចេះលោកគ្រូភ្ញាក់ឡើងប្រាប់សិស្សថាឯងយកបាយនិងត្រីមកឆាន់អាភ្លូញក៏ធ្វើជាកិរិយាដូចជាទៅយកបាយប្រគេនគ្រូចេញមកវិញទូលថាបាយនិងត្រីគ្រូយកស៊ីអស់ទៅហើយ
នៅសល់តែមួយពំនោកនិងឆ្អឹងត្រីលោកគ្រូជឿឥតសង្ស័យដោយឆោតល្ងងក៏ឲ្យរំពាត់ផ្ដៅមួយមកសិស្សថាឯងវាយរួយកុំឲ្យវានៅលើគាត់អាភ្លូនជាសិស្សក៏វាយរួយមិនឈប់គ្រានោះមានរួយទុំច្រមុះគ្រូវាយទៅវាយមិនត្រូវរួយត្រូវច្រមុះគ្រូបែកឈាមហូរជាខ្លាំងសិស្សភ័យណាស់រត់ទៅដល់ផ្ទះនិយាយប្រាប់ឪពុកម្ដាយតាមរឿងឪពុកម្ដាយប្រាប់កូនឲ្យមកវត្តវិញកូនប្រកែកមិនព្រមមកលោកគ្រូទៅតាមក៏វាមិនហ៊ានមកដោយខ្លាចគ្រូវាយថ្ងៃមួយលោកគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍បន្ទំចាត់សិស្សឲ្យមកអាភ្លូនជាសិស្សបានដឹងថាគ្រូតាំងពិធីសូត្រមន្តអាគមស្នេហ៍ដូច្នោះក៏មកវត្តវិញដើម្បីឲ្យគ្រូជឿថាស្នេហ៍ពូកែលោកដល់វត្តវិញដើរលប់ចូលទៅឃើញគ្រូកំពុងតែអង្គុយសូត្រមន្តអាគមស្នេហ៍ក៏សួរលោកថាលោកគ្រូធ្វើអ្វីគ្រូក៏ហៅថាអញសូត្រមន្តអាគមបំបាំងខ្លួនព្រោះអញទៅព្រានពីគេហើយលោកគ្រូគិតថាស្នេហ៍អញពូកែមែនបានជាសិស្សអញវាមកលោកព្រឹកឡើងសិស្សដាំបាយធ្វើម្ហូបស្រេចទូលថាចង់ហាន់ឆ្អិនហើយលោកគ្រូថាបើដូច្នោះអញលើកយកឲ្យអាឆាន់អាភ្លូនក៏លើកមកប្រគេនធ្វើជាមើលមិនឃើញដាក់ថាសទៅលើក្បាលគ្រូស្រែកថាអាភ្លូនហេតុម្ដេចក៏យកថាសមកដាក់លើក្បាលអញសិស្សទូលថាខ្ញុំប្រកាសរណាមើលមិនឃើញលោកគ្រូងាកចេញអាភ្លូនក៏ដាក់លើក្បាលគ្រូទៀតលោកគ្រូថាអាភ្លូនឯងដាក់ថាសលើក្បាលអញទៀតហើយសិស្សថាខ្ញុំប្រកាសរណាសុំទោសព្រោះមើលមិនឃើញលោកគ្រូជឿថាអញរៀនស្នេហ៍ពូកែប្រកបឥឡូវអញក៏ហក់វាថាតាំងពីទីមុនអាគមបំបាំងខ្លួនវិញក៏ទៅជាពូកែគេមើលមិនឃើញប្រកបមែនគួរទុំទិញឲ្យចាំកុំឲ្យភ្លេចអាភ្លូនលុះប្រគេនចង្ហាន់គ្រូឆាន់រួចហើយវាលើកមកបរិភោគខ្លួនវាថ្ងៃក្រោយមានឧបាសកគេនិមន្តលោកគ្រូទៅឆាន់ឯផ្ទះអាភ្លូនទូលថាបើលោកគ្រូនិមន្តទៅឆាន់ផ្ទះគេកុំស្លៀកស្បង់ឲ្យចាស់ខូចឥតអំពើខ្លុំតែចៃពូបានហើយគេមើលមិនឃើញទេត្បិតលោកគ្រូចេះមុនអាគមបំបាំងខ្លួនពូកែណាស់អ្នកណានឹងមើលឃើញគ្រូជឿក៏ធ្វើតាមពាក្យសិស្សលុះព្រឹកឡើងលោកគ្រូប្រាប់សិស្សថាឯងតាមអញទៅឆាន់ឯផ្ទះឧបាសករួចលោកខ្លុំតែចៃពូមិនស្លៀកស្បង់ដោយគិតថាខ្លុំតែចៃពូបានហើយព្រោះមុនអាគមអញពូកែណាស់នរណានឹងមើលគីខ្មាស់ឃើញរួចនាំកូនសិស្សទៅលុះទៅដល់ឧបាសកនិមន្តឡើងលើផ្ទះហើយគេលើកចង្ហាន់មកដើម្បីប្រគេនលោកឆាន់ដោយលោកមិនបានស្លៀកស្បង់អង្គុយមិនស្រួលងាកឆ្វេងងាកស្ដាំក៏លិចគេខ្មាស់កណ្ដាលវាលឧបាសកឃើញដូច្នោះគេក៏នាំគ្នាសោកហូរលាន់លោកគ្រូពុំទាន់បានឆាន់ចង្ហាន់មានចិត្តខ្មាស់គេណាស់ក៏ចុះពីផ្ទះត្រឡប់មកវត្តវិញជាបន្ទោសសិស្សថាឯងមិនអោយអញស្លៀកស្បង់ឥឡូវអញខ្មាស់គេណាស់អាភ្លូនទូលថាលោកគ្រូគុំខ្ញៅនឹងខ្ញុំប្រកាសរណារឿងនេះប្រហែលជាខុសត្រឹមណំទីឬលោកគ្រូសួរថាឯងឃើញអញខុសត្រឹមណំដូចម្ដេចអាភ្លូនសួរថាកាលគ្រូនិមន្តទៅឆាន់ផ្ទះឧបាសកនិមន្តទៅផ្លូវណាលោកគ្រូប្រាប់ថាអញកាលទៅចេញផ្លូវកើតសិស្សថាអូច្បាស់ជាលោកគ្រូខុសត្រឹមណំហើយថ្ងៃមុនលោកគ្រូប្រាប់ខ្ញុំប្រកាសរណាថាបើរៀនមុនអាគមទាំងពួងត្រូវអោយតំស៊ីផ្លៃស្ពឺសូម្បីតែមុតក្រោមដើមស្ពឺក៏មិនបានសាបមុនអាគមឥឡូវលោកគ្រូមុតក្រោមដើមស្ពឺបានជាខុសត្រឹមណំសាបអាគមអស់ហេតុនេះបានជាគេឃើញគេខ្មាស់លោកគ្រូបានស្ដាប់ដូច្នោះហើយក៏ថាអូអាភ្លូនអញភ្លេចតំបានជាយ៉ាងនឹងឯងថាលោកពិតប្រាកដហើយលោកគ្រូនោះដល់ឆោតល្ងងក៏ជឿជាក់ឥតសង្ស័យតាំងពីនោះមកអាភ្លូនជាសិស្សនៅបម្រើគ្រូដោយសុខសប្បាយស្លូតស្លាប់វិជ្ជមានផងអាយុយឺនយូរ